Hello น้องនេះជួយជូនខេវ Today សម្រាប់រឿងលោកគ្រូរត់យើងព្រមតទៀតមិនចូលដល់រឿងខ្ញុំសុំនិយាយតិចព្រោះឯស្អីរឿងហ្នឹងវាអាចនឹងពិបាកស្ដាប់សំឡេងតិចព្រោះខ្ញុំបញ្ចូលច្រើនថ្ងៃចូលគ្នាអញ្ចឹងហើយវាអាចនឹងពិបាកស្ដាប់ខ្ញុំបញ្ចូលទាំងអាប៉េខ្ញុំគ្រុនហើយអាប៉េខ្ញុំចេះហើយអាប៉េខ្ញុំស្អកក៏ចេះទៅទាំងអស់ហើយឥឡូវហ្នឹងអាចនឹងមានក្នុងហ្នឹងវាមានច្រើនដូចជាតិចាណាមេធ្វើនិយាយច្រើនទៅចឹងឲ្យគ្នាយើង enjoy ជាមួយនឹងវីដេអូដែលមានសំឡេងវល់ខ្លាំងអញ្ចឹងទៅផ្ដាំស្អីដំបូងបានឃើញថាប្រតិចាប៉េបានអរគ្រូសិនស៊ីហើយបាននិយាយថាអរគុណចំពោះសិនស៊ីអញ្ចឹងទៅព្រោះឯសិនស៊ីបានជួយគាត់ពីវិធីដំណោះខ្លះៗអញ្ចឹងហើយកាលវិភាគមុនហ្នឹងយើងបានដឹងថាប្រតិចាប៉េចំហាយឈីរបស់គាត់វាមិនសូវស្រួលទេព្រោះឯគាត់វាមិនសូវមានជំនាញក្នុងការដាំដុះអញ្ចឹងណាកុំឲ្យស្អីរឿងមួយយើងហ្នឹងទៅប៉ែមកប្រតិចាប៉េច្រើនពេកឥឡូវហ្នឹងកាត់មកមើលស្អីឲ្យពីអ្នកនេះវិញនាងលូបាននិយាយថាកូនស្រីរបស់គាត់ហ្នឹងពិតជាសំណាងខ្លាំងមែនទែនតែបានសិនស៊ីទទួលយកធ្វើជាកូនសិស្សបែបនេះហើយអញ្ចឹងគេក៏ពិបាកក្នុងការទៅរៀបការជាមួយនឹងមនុស្សក្នុងនិកាយយូរហូរទៀតឡើយឯងគួរស្ដាប់គ្រូរបស់ឯងសិនស៊ីព្រោះគេជំនួសអស្ចារ្យអញ្ចឹងហើយនៅថ្ងៃអនាគតពួកយើងក៏មិនត្រូវបែកគ្នាផងមិនតើមកយូទីនក៏បានសួរទៅកាម្ដាយនាងថាម៉ែកាលពីមុនម៉ែធ្លាប់ប្រាប់ខ្ញុំថាអ្នកវត្តអមតៈអាចមានស្នេហាបើចំហបានខ្ញុំបានលើម៉ែបាននិយាយថាបងប្អូនក៏អាចខ្លាចទៅជាអ្នកវត្តគូបានអញ្ចឹងគ្រូនិងសិស្សក៏អាចខ្លាចទៅជាអ្នកវត្តគូបានផងដែរនាងលូកាលពីលើយូទីនបាននិយាយចឹងធ្វើឲ្យគាត់ភ្ញាក់ខ្លាំងមែនទែនហើយក៏បានសួរទៅកូនគាត់ថាអេកូនស្រីកូនឯងគាត់អីហ្នឹងកូនស្រីហើយយើងឲ្យឃើញថាសិនស៊ីនឹងឈប់ស្ដាប់ពីអង្កលទេហើយឈប់ស្ដាប់ឲ្យកូនគេនិយាយគ្នានឹងសុំការអនុញ្ញាតឲ្យនៅតិចចាក់ដាក់គុកដល់មកសិនស៊ីបាននិយាយថាបៃស៊ឺសុយគេបានយល់ព្រមក្នុងការការពារភាសាមូលីហើយនឹងមនុស្សផ្សេងទៀតអញ្ចឹងហើយនឹងគ្មាននរណាម្នាក់ដែលអាចគំរាមកំហែងទៅកាន់ភាសាមូលីរបស់អ្នកបានទៀតឡើយដល់មកសិនស៊ីបាននិយាយថាអញ្ចឹងហើយអ្នកទាំងអស់គ្នាមិនចាំបាច់ទៅនិកាយយូរហូរទៀតឡើយហើយអ្នកទាំងអស់គ្នាគួរតែត្រឡប់ទៅវិញឥឡូវនេះហើយខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រាសាទមូលីរបស់អ្នកនៅពេលក្រោយប្រសិនបើខ្ញុំមានពេលហើយសិនស៊ីបាននិយាយចប់គេបានប្រកាសទៅជាទម្រង់ធម្មតារបស់គេវិញទម្រង់បរិរោគចិត្តកៅមកនោះដល់មកសិនស៊ីបាននិយាយទៀតថាសើល្អបច្ចេកទេសមួយនេះខ្ញុំបានប្រកល់ជូនអ្នកអស់ហើយអញ្ចឹងហើយអ្នកត្រូវតែធ្វើវាឲ្យល្អណាហើយខ្ញុំនឹងត្រឡប់ទៅរកអ្នកម្ដងទៀតនៅពេលក្រោយដល់មកសិនស៊ីគេក៏បានហត់ចេញហើយគេបានកឡើងថាខ្ញុំបានខ្ជិះខ្ជាយពេលច្រើនពេកហើយអញ្ចឹងហើយខ្ញុំគួរតែធ្វើវាបានក្នុងរយៈពេល2ថ្ងៃភ្នំដូលីគឺជាភ្នំដ៏គួរខ្លាចមួយនៅក្នុងភ្នំនេះគឺគ្មានកន្លែងសម្រាប់មនុស្សរស់នៅឡើយហើយនៅក្នុងចម្ងាយ100ម៉ាយគឺមានសត្វពស់ដ៏កាចសាហាវមួយហើយក៏ជាជំរកសត្វចម្លែកផ្សេងៗដែរហើយភ្នំនេះទៀតសោតគឺជាជំរករបស់សត្វកង្កែបមានពៅមួយដែលមានឈ្មោះថាឈីងលីហើយឈិនដេនគឺជាសត្វកង្កែបមានពូមួយដែលមានកម្រិតស្មើនឹងមនុស្សនៃកម្រិតប្រលឹងដើមកំណើតហើយផ្លែឈើដែលសត្វនេះបានការពារគឺជាផ្លែឈើនៃធាតុទាំង5ផ្លែឈើនេះគឺអាចជួយទៅដល់អ្នកវឹកហាត់ដែលមានឫសគល់ខាងវិញ្ញាណខ្សោយប៉ុន្តែមានសត្វចម្លែកខ្លះដែលកើតមកជាមួយនឹងកម្រិតប្រលឹងដើមកំណើតគឺគេអាចនឹងមានរូបរាងជាមនុស្សព្រោះគេមានជំនួយពីផ្លែឈើនៃធាតុទាំង5មកសិនស៊ីបាននិយាយថាច្បាស់ណាស់អាកង្កែបឈិនលេននេះវាប្រកាសជាព្យាយាមផ្លែឈើធាតុទាំង5ហើយដើម្បីឲ្យវាទុំអាចជាកង្កែបនឹងវារងសំដល់ផ្លែឈើធាតុទាំង5ទុំដើម្បីបែរយកមកស៊ីទៅអាចនឹងមានរូបរាងកាយជាមនុស្សចឹងណាបន្តមកសិនស៊ីបាននិយាយថាគេមិនចាប់អារម្មណ៍ទៅលើផ្លែឈើធាតុទាំង5ស្អីនោះទេអ្វីដែលគេចាប់អារម្មណ៍នោះគឺជាថ្មធាតុទាំង5ដែលកប់នៅក្រោមដើមផ្លែឈើនៃធាតុទាំង5ថ្មធាតុទាំង5នេះគឺវាមានសមត្ថភាពក្នុងការរក្សាតុល្យភាពនៃធាតុទាំង5ឲ្យស្មើគ្នាបានហើយវាគឺជាវត្ថុដ៏ល្អសម្រាប់ជំនួយទៅដល់ការវឹកហាត់របស់ Silver ខ្ញុំសំទោសមែនទែនដែលបានចេញវីដេអូយឺតហើយខ្ញុំវាពិបាកបញ្ចូលសំឡេងពេកព្រោះវាមានសំឡេងរំខានច្រើនហើយណាមួយ Wi-Fi វា slow ផងចឹងហើយវាក៏តាមហ្នឹងទៀតទៅខ្ញុំចេះតែវិជាថ្មីរកកន្លែងស្កាត់បញ្ចូលសំឡេងឲ្យបានចឹងហើយឥឡូវចូលទៅរឿងយើងវិញឥឡូវហ្នឹងយើងបានឃើញថាសិនស៊ីបានដេកចាំកង្កែបហ្នឹងតាំងពីព្រឹករហូតដល់ថ្ងៃពីថ្ងៃរហូតដល់យប់ដើម្បីឲ្យកង្កែបហ្នឹងបញ្ចេញពីកន្លែងញ៉ាំឈើហ្នឹងកង្កែបហ្នឹងក៏វាដូចចេះទៀតវាដឹងតែមានអ្នកដេកយាមចឹងវាខ្ពើមទៅណាវាដេកទៅណាយើងបានឃើញថាសិនស៊ីຕົកសាច់ខ្លាំងតែគាត់បាននិយាយថាអាកង្កែបហ្នឹងវាច្រាស់ដេកហ្នឹងវាមិនព្រមធ្វើដំណើរចេញទៅណាសោះសិនស៊ីខំចាំ3លានឆ្នាំទៀតក៏វានៅតែដេកតែហ្នឹងដែរហើយសិនស៊ីមិនគិតថាតើគាត់នឹងគួរតែសម្រាប់អង្កែបហ្នឹងអត់អង្កែបឈួតហ្នឹងតែមកសិនស៊ីមិនគិតឡើងថាអត់កើតទេគាត់តែដាច់សម្រាប់អសអង្កែបហ្នឹងបានឡើយប៉ុន្តែពេលនោះសិនស៊ីក៏បាននឹកឃើញថាចំណេញរបស់គាត់គឺចំណេញខាងដាក់អន្ទាក់និងកម្មផលភ្នែកតែមកសិនស៊ីបានគិតឡើងទៀតថាអង្កែបហ្នឹងវាខ្ជិលណាស់ចឹងហើយក៏ត្រូវតែមានអីដែលស្តៀងជាមួយនឹងគាត់ខ្ញុំក៏អត់សូវយល់កន្លែងយ៉ាងដែរថាសិនស៊ីចង់មានន័យថាម៉េចបន្ទាប់ពីអង្កែបនោះវាបានស៊ីបុកកណ្ដាលដើមទ្រូងហើយវាក៏បានដេកពេលដែរអាកង្កែបហ្នឹងវាកំពុងតែដេកស្រាប់តែមានសម្លេងកង្កែបផ្សេងបានស្រែកលីបាកង្កែបភីងតែម្ដងហើយអានោះឃើញហើយចាប់ចិត្តខ្លាំងមែនតើមានរូបបេះដូងផងរូបស្អីផងនេះហើយកង្កែបបំផុតដែលសិនស៊ីបានប្រើហ្នឹងគឺអត់មានប្រយោជន៍អីទេចាំមកដល់5មកទៀតគ្នាយើងដឹងហើយកង្កែបឈីលីងក្រោយវាឃើញស្អីស្អាតចឹងវាក៏បានស្អីវ៉ាមកទៅបងតែម្ដងហើយកង្កែបនោះស្អីវ៉ាចឹងណាកង្កែបបំផុតរបស់សិនស៊ីពិតជាមុនស្នេហ៍ខ្លាំងមែនតើគាត់ទៅឃើញភ្លាមហើយលួងមកនេះមើលមានលួងខ្លាំងនេះហើយសិនស៊ីពិតជាសប្បាយចិត្តខ្លាំងមែនតើក្រោយវាខាងកែបឈីលីងវាបានដេញតាមកែបពើកាជុករបស់វាហ្នឹងថាអូចូលទៅអញអូនធៀមខ្លួនតែវារួចខ្លួនទេបន្ទាប់ពីកង្កែបឈីលីងមករត់តាមស្អីបាទធ្វើឲ្យសិនស៊ីពិតជាសប្បាយចិត្តខ្លាំងមែនតើហើយវាបាននិយាយថាសង្ឃឹមតែឯងនឹងកុំឲ្យរកឃើញបងលឿនពេកអូននៅពេលដែលសិនស៊ីកំពុងតែឈរនិយាយយ៉ាងមានទំនុកចិត្តកង្កែបឈីលីងបានលោតមកតែម្ដងធ្វើឲ្យនោះភ្ញាក់ខ្លាំងមែនតើនៅពេលដែលកង្កែបនឹងវាលោតទៅវាក៏បានឃើញសិនស៊ីផងដែរហើយសិនស៊ីក៏បានឃើញអាកង្កែបនឹងវិញផងដែរវ៉ាវអាហ្នឹងមិនមែនគេហៅលោកអបលើតមកកង្កែបនោះវាក៏បានព្រោះពើដាក់សិនស៊ីតែម្ដងហើយវាបាននិយាយថាចង់ងប់មែនអាមនុស្សសិនស៊ីខ្ញុំ
section និយាយច្រើនក៏បានប្រើស្នៀតដើរចេញពីក្នុងទឹកមកដើម្បីទៅចាក់ដាក់អាង្កែបនោះពេលដែលសាន់ស៊ីគេកាន់ដើរចុះហើយគេក៏បានសួរដូចទៅកាន់អាកង្កែបនោះវិញថាហើយប្រកាសអត់ថាអាចសម្រាប់អញវិញបានអាកង្កែបហ្នឹងកម្រិតរបស់វាប្រហាក់ប្រហែលជាមួយអ្នកនៅក្នុងអាណាចក្រព្រលឹងដើមកង្កែបនេះគាត់តែប្រហែលទេតែសាន់ស៊ីកម្រិតព្រលឹងដើមប៉ុណ្ណោះតែម្ដងបន្ទាប់មកសាន់ស៊ី section និយាយច្រើនក៏បានប្រើស្នៀតចំហៀនរលកទៅកាន់អាកង្កែបនោះតែម្ដងណាគេអាចឃើញមនុស្សនឹងកាយបែកគ្នាឥឡូវអ្នកក្រោយនេះបន្ទាប់មកអាកង្កែបឈីលីហ្នឹងវាបាននិយាយថាសាន់ស៊ីហ្នឹងត្រឹមជាអាណាចក្រស្នូមេទេកុំចង់លោជាមួយវាពេកអាកង្កែបនេះទៅទីកាន់កែបដល់ទេក្រោយពីអាកង្កែបឈីលីហ្នឹងវាបាននិយាយចប់សាន់ស៊ីក៏បានប្រើមកស្នៀតចំហៀនទូរលករបស់គេហ្នឹងដាក់អាកង្កែបហ្នឹងខ្ចប់តែម្ដងអាកង្កែបនោះក្រោយពីត្រូវមកស្នៀតរបស់សាន់ស៊ីហើយធ្វើវាប៉ោងចូលថ្មហ្នឹងហើយវាឆ្ងល់ខ្លាំងមែនទែនថាជួយអ្នកបុកខាមនុស្សខ្លាំងដល់ថ្នាក់ហ្នឹងហើយវាបាននិយាយថាវាមិនរំពឹងទុកទៅអសថាមានអ្នកបុកខាមនុស្សខ្លាំងដល់ថ្នាក់ហ្នឹងក្រោយពីវាប្រហារកង្កែបឈីលីងហើយសិនស៊ីក៏បានរត់គេចហើយគេបាននិយាយថាតាអាចង្រៃណាហ្នឹងវាបានមកបំផ្លាញអាការរបស់អញលេស្រ័យតាំងពីចម្ងាយ10ម៉ាយមកហើយគាត់ថាការលួចវិបារបស់ហើយហ្នឹងបានជោគជ័យមិនបានហើយស្អែកម្លឹងហើយក្រោយពីអាសាន់ស៊ីបាននិយាយចប់យើងបានឃើញថាមានផ្កាជុកភ្លើងមួយយ៉ាងធំនៅពីក្រោយខ្នងរបស់អាសាន់ស៊ីផងដែរបន្ទាប់មកកង្កែបឈីលីងវាបាននិយាយថាចុយមកសំពាធខ្លាំងដល់ហើយតែអានេះវាខាត់កម្រិតស្នូមមានមិញហ្នឹងវាមានកម្លាំងដល់ថ្នាក់ហ្នឹងដែរអញ្ចឹងការវិបាហាមួយនេះគឺមកពីអ្នកកម្រិតព្រលឹងដើមកំណើតបើសិនជាការវិភាគមួយនេះធ្លាប់បានម្ដងគឺអាចបំផ្លាញភ្នំនេះមួយទៅមួយតែម្ដងណាក៏ដោយបើសិនជាអញត្រូវស្លាប់យ៉ាងមានកិត្តិយសផងដែរបន្ទាប់មកកង្កែបឈីលីងក៏បានប្រើការវិភាគដើម្បីទៅទប់ការវិភាគរបស់អ្នកបុកខាត់លាក់មុខផងដែរព្រោះយើងអត់តស្គាល់ថាអាណាគេអ្នកវិភាគមកហើយយើងបានឃើញថាបំពល់ពណ៌ស្វាយរបស់កង្កែបឈីលីងបានហោះតម្រង់ទៅរកផ្កាឈូកផ្លូវនោះយ៉ាងលឿនតែម្ដងបន្ទាប់មកយើងបានឃើញថាបំពល់ទាំងពីរនោះបានប៉ះគ្នាផ្ទុះខ្លាំងមែនតើនៅលើអាកាសមកសិនស៊ីបានដល់មកថាស្អីគេថាបំពល់យ៉ាងខ្លាំងបែបហ្នឹងគាត់ត្រូវការមួយវិភាគសោះឥឡូវលីបាត់ដែរខ្ញុំសូមនិយាយទៅអ្នកវិភាគហ្នឹងគឺមានតំណែងតំណងជាមួយនឹងអាសាំងស៊ីអញ្ចឹងណាតែ spoil តែប៉ុណ្្នឹងបានហើយបន្ទាប់មកយើងបានតែឃើញមានជើងមួយរបស់មហានចេញមកហើយគេបាននិយាយថាឯងអាចបំបែកផ្កាជុកភ្លើងសមាធិរបស់យើងបានឯងពិតជាអស្ចារ្យមែនសត្វវិសាចចុយមកសម្លេងអាសតុនមកហើយយើងបានឃើញថានេះវាប្រហែលអំបញ្ញមិញហ្នឹងបានបង្ហាញខ្លួនមកហើយយើងបាននិយាយថាប៉ុន្តែគ្រាន់តែរឿងប៉ុណ្្នឹងឯងមិនអាចបញ្ឈប់យើងក្នុងការទទួលយកផ្លែឈើទី5បានឡើយថ្ងៃហ្នឹងសបោអ្នកចង់បានមែនផ្លែឈើទី5បន្ទាប់ពីឃើញនារីម្នាក់នោះមកបង្ហាញខ្លួនហើយសិនស៊ីបាននិយាយថាគឺជានាងយូវូសងគឺជាអាចារ្យម្នាក់នៅក្នុងនិកាយតៃយុនហើយនាងគឺជាកូនស្រីរបស់មេនិកាយផងដែរតាមមកកង្កែបឈីលីងបាននិយាយថាមើលទៅអ្នកបុកខាត់មនុស្សសុទ្ធតែដូចគ្នាទាំងអស់ទំនងជាលើកមុនខ្ញុំយល់ច្រឡំហើយបន្ទាប់ពីកង្កែបឈីលីងបាននិយាយចប់វាក៏បានវិបាហាទៅកាន់ស៊ូវូសនតែម្ដងហើយស៊ូវូសនក្រោយពីឃើញកង្កែបឈីលីងមកវិបាហាមកនាងក៏បានប្រើស្នៀតសម្រាប់ហងភ្លើងចាស់សន្ធោសន្ធៅហើយស៊ូវូសនប្រើស្នៀតហងភ្លើងមួយនឹងដើម្បីទៅកិច្ចពីការវិបាហារបស់កង្កែបឈីលីងតែប៉ុណ្ណោះបន្ទាប់មកកង្កែបឈីលីងបាននិយាយថាម៉េចឥឡូវហ្នឹងខ្លាចហើយមែនហើយមុនហ្នឹងពិតជាហ៊ានខ្លាំងណាស់តែហ៊ានចង់យកកំណត់របស់យើងបន្ទាប់មកស៊ូវូសនបាននិយាយថាដល់ស្រ័យជាមួយនឹងសត្វការដូចឯងតើត្រូវឲ្យយើងប្រើដល់ភ្លើង Phoenix ដែរឬបន្ទាប់មកស៊ូវូសននឹងក៏បានហត់ទៅហើយនាងបានស្រែកថាទទួលយកវាទៅហើយមុនហ្នឹងនិយាយថាអត់ប្រើឥឡូវមិនប្រើអញ្ចឹងពេលដែលស៊ូវូសនហត់ចូលទៅហ្នឹងក៏មានការវិបាកទីទួយពីសកង្កែបឈីលីងផងដែរប៉ុន្តែពេលនោះយើងឃើញថាមានការវិបាកដ៏ធំមួយរបស់កង្កែបឈីលីងមកវិបាកប៊ីទៅស៊ូវូសនតែបន្ទាប់មកស៊ូវូសនបាននិយាយថាប៊ីទៅឲ្យអាកង្កែបចង្រៃប៊ីទៅធ្វើឲ្យប្រឡាក់កៅរបស់យើងបន្ទាប់មកសិនស៊ីបាននិយាយថាក៏លែងចង់មើលទៀតហើយក៏មិនដែលឃើញការយោណាឈួតដល់ថ្នាក់ហ្នឹងទេក៏បាននិយាយថាក៏មិនដែលឃើញការប្រកួតមួយណាដែលធ្វើឲ្យខួរក្បាលវត្តឈឺខ្លាំងដល់ថ្នាក់ហ្នឹងទេបន្ទាប់មកកង្កែបឈីលីងបាននិយាយថាអាយ៉ាមនុស្សលងងបានធ្លាក់ចូលអន្ទាក់ហើយធ្លាក់ចូលស្រួលខ្លាំងមែនតើបន្ទាប់មកស៊ូវូសនបាននិយាយថាឆយមកនេះហ៊ានប្រើឆ្នាំពោផងហើយពិតជាថោកទាបខ្លាំងមែនតើអាកង្កែបហើយពិតជារកធូរថ្លៃខ្លាំងមែនតើដែលបានប្រើឆ្នាំពោចឹងបន្ទាប់មកកង្កែបឈីលីងបាននិយាយថាបើសិនជាឯងត្រូវឆ្នាំពោកង្កែបឈីលីងរបស់យើងហើយទោះជាឯងបំបីកម្រិតចូលកម្រិតណាតែវាក៏ដោយកម្លាំងរបស់ឯងធ្លាក់ចង់ត្រឹមតែមួយផ្លែតែប៉ុណ្ណឹងកង្កែបឈីលីងក្រោយវាបាននិយាយចប់វាក៏បានប្រើអណ្ដាតរបស់វាទៅចាំមីអូនយូវូសនតែម្ដងហើយវាបាននិយាយថាតាសាច់បងអ្នកដាំដល់កម្រិតថាបំពោតាមកំណត់តើវាមានរសជាតិយ៉ាងម៉េចទៅពេលដែលកង្កែបឈីលីងវាកំពុងតែនិយាយនោះសាច់តែមានបំពោស្ងៀតដើមមួយបានហោះតម្រង់ទៅរកវាយ៉ាងលឿនតែម្ដងតែមកកង្កែបឈីលីងវាបាននិយាយថាអានឹងទៀតហើយឥឡូវតែឯងលេងខ្លាចឯងហើយមុនហ្នឹងគាត់អញធ្វើប្រហែលមកផ្លែតែប៉ុណ្ណោះហើយយើងមកឃើញថាកង្កែបនោះបានផ្លង់ចូលក្នុងថ្មជាលើកទី2អានឹងមិនហៅថាកង្កែបបោកបន្ទាប់មកកង្កែបឈីលីងបាននិយាយថាអើយអាថោកទៀតអើយឯងលួចវាបង្ហាញទៀតហើយតែណាទៅគុណតម្លៃនៃវាខារបស់ឯងអាថោកទៀតបន្ទាប់មកកង្កែបឈីលីងវាបានបាញ់បំពោហើយវាបាននិយាយថាណែទទួលយកវាទៅឧស្ម័នពលឈីលីងបន្ទាប់មកយើងមកឃើញថាសិនសេនឹងបានប្រើស្នៀតចំហៀនរលកជាលើកទី3ដើម្បីទៅទប់ទល់ជាមួយនឹងធម្មពលហ្គេសរបស់កង្កែបឈីលីងហើយយើងបានឃើញថាកង្កែបឈីលីងនឹងត្រូវតែមួយស្នៀតការវិភាគរបស់សិនសេធ្វើឲ្យវាប៉ើងតែម្ដងបន្ទាប់មកកង្កែបឈីលីងនឹងវាបានចែកទៅកាន់សិនសេថាម៉ែឯងចេះតែមួយស្នៀតហ្នឹងទេមែនអានេះវាយអាចញ៉ាំតែចេះម៉ែតែម្ដងបន្ទាប់មកសិនសេបានតបថាអត់ទេនេះហើយគឺជាស្នៀតទឹករលករបស់អញឥឡូវហ្នឹងសេមកយើងឈានដល់ទីបញ្ចប់ហើយខ្ញុំសួរខាងមែនតើសម្រាប់ការចេញវីដេអូរបស់ខ្ញុំយឺតខ្លាំងមែនតើហើយគ្នាយើងកុំភ្លេចកុំបាននោះបេះដូងផងដើម្បីឲ្យខ្ញុំដឹងថាមានតែចាំរឿងរបស់ខ្ញុំច្រើនប៉ុណ្ណាបាទ